រឿងបងថ្លៃនិងប្អូនថ្លៃមានមនុស្សពីរនាក់ជាបងប្អូនថ្លៃនឹងគ្នាបងថ្លៃជាអ្នកក្រប្អូនថ្លៃជាអ្នកមានទ្រព្យសម្បត្តិថ្ងៃមួយឪពុកក្មេកមានកិច្ចរវល់ត្រូវប្រាប់បងប្អូនកូនចៅឲ្យទៅស៊ីផឹកនៅផ្ទះគាត់ប្អូនថ្លៃនោះបានមកជួបនឹងបងបបួលទៅស៊ីឯផ្ទះឪពុកក្មេកបងថ្លៃនិយាយប្រាប់តាមត្រង់ថាមិនហ៊ានទៅទេព្រោះខ្លួនជាអ្នកក្រមិនធ្លាប់ស៊ីម្ហូបចំណីល្អក្រែងមិនត្រូវបែបបត់ខ្មាស់គេប្អូនថ្លៃនោះជាមនុស្សចិត្តសប្បុរសនឹងបងក៏ប្រាប់ទៅវិញថាមិនអីទេទៅពីរអ្នកចោះបើមិនដឹងឲ្យតែធ្វើតាមខ្ញុំស៊ីអីស៊ីនឹងទៅមិនក្រប៉ុន្មានទេបងទៅជាមួយនឹងខ្ញុំចោះបងក៏ព្រមទៅលុះទៅបរិភោគនៅទីនោះបបួលគ្នាស៊ីបាយតាមធម្មតាទៅដល់គេលើកសម្លខ្ចៅមកប្អូនក៏យកចង្កឹះមួយចាប់មកពោមរួចជញ្ជក់អស់ខ្ជាក់សម្បកខ្ចៅដាក់នៅនឹងកន្លែងហើយគេចោលសម្បកនោះទៅឯបងនោះមិនដឹងដោយមិនបានឃើញគេធ្វើដូច្នោះក៏ខំជញ្ជក់ហើយខំទាំងទំពាសម្បកខ្ចៅនោះតតែល្អិតខំលេបទៅប្អូនឃើញដូច្នោះក៏លែងស៊ីខ្ចៅនោះទៅចាប់យកឯអំពៅដែលគេឡៅទុកនៅចាននោះមកស៊ីរួចគេយកកន្សែងខ្ចប់ដាក់ហើយចោលទៅទៀតបងឃើញគេស៊ីអំពៅក៏យកអំពៅនោះមកស៊ីនឹងគេទៀតខំទំពាអំពៅតតែល្អិតកាកលេបទៅទៀតប្អូនលែងស៊ីអំពៅវាទៅស៊ីសម្លមីសួរទៀតទៅតែនឹងពោមចូលក្នុងមាត់នឹកឃើញបងស៊ីអំពៅទាំងកាកនោះហើយក៏អស់សំណោចទប់មិនឈ្នះក៏ចេញសំឡេងមកឮតែខឹកដៃហែតខ្យល់ទប់ខឹកនោះមីសួរវាស្ទុះឡើងចូលទៅឯរុនច្រមុះទាំងពីរចេញមីសួរនោះមកក្រៅដោយអំណាចខ្យល់បងថ្លៃឃើញដូច្នោះក៏ចោលចង្កឹះទៅក្នុងថាសថាទេលែងស៊ីហើយស៊ីឲ្យទៀតធ្វើតាមបានសំបីខ្ចៅនឹងអំពៅទាំងសម្បកទាំងកាកក៏ស៊ីបានទាំងអស់ដល់មីសួរខ្ទុះនឹងច្រមុះដូច្នេះធ្វើតាមមិនបានទេប្អូនឯងស៊ីតែឯងចោះបងលែងស៊ីហើយស៊ីទៅទៀតមិនកើតទេកតេសម្រាប់អប់រំពិចារណានៅក្នុងរឿងពុតគ្រូកំត្រាប់ច្បាប់គ្រូឲ្យយក